យខែ8ហើយនេះខ្ញុំមានព័ត៌មានមួយចំនួនដែរពាក់ព័ន្ធជាមួយនឹងវិស័យ crypto ក៏ដូចជាព័ត៌មានផ្សេងៗសម្រាប់យកមកចែកជូនទៅកាន់អ្នកគ្នាផងដែរប្រភេទមេរោគ malware ដែលត្រូវបានគេរកឃើញនៅលើ Apple App Store ក៏ដូចជា Google Play ផងដែរដែលមករកមើលនោះគឺវាសាហាវមែនទែនក៏ដូចជាវាមានគោលដៅវាបហាទៅកាន់អ្នកដែលប្រើប្រាស់ crypto តែម្ដងដោយវាអាចមានសមត្ថភាពក្នុងការ scan រូបភាពរបស់អ្នកប្រើប្រាស់នឹងដើម្បីស្វែងរកពាក់ព័ន្ធជាមួយនឹង crypto wallet secret របស់គេតែម្ដង app នេះដែលត្រូវបាន host នៅលើ App Store ក៏ដូចជា Play Store នឹងគឺមានឈ្មោះថា Sparkity ដែលត្រូវបានលាក់ខ្លួននៅក្នុងកម្មវិធីដែលខ្លាយបន្លំធ្វើជាឧបករណ៍ crypto និងកម្មវិធីផ្ញើសារហើយនៅពេលដែល user បានបើកប្រើប្រាស់កម្មវិធីនឹងគឺវានឹងធ្វើការ scan រូបភាពដើម្បីស្វែងរកជាមួយនឹង recovery phrase ឬក៏ seed phrase នៅលើកាបូលុយ crypto ហើយបន្តមកទៀតនៅពេលដែលវាបានព័ត៌មានទៅនឹងវានឹងធ្វើការផ្ញើទៅកាន់ server នៃ hacker ឬក៏អ្នកវាយបហានឹងដើម្បីធ្វើការលួចលុយពាក់ព័ន្ធជាមួយនឹង crypto ឬក៏ access ចូល crypto wallet ផ្សេងៗជាដើមចំពោះពេលបច្ចុប្បន្ន app នេះគឺត្រូវបានគេដកចេញពី Google Play ក៏ដូចជា App Store បាត់ទៅហើយប៉ុន្តែមុនពេលដែលគេដកចេញនឹងកម្មវិធីនេះត្រូវបានគេ download យកទៅប្រើប្រាស់រហូតដល់ទៅជាង 10000 ដងឯណោះហើយជាអាចនឹងមានអ្នករងគ្រោះក៏ដូចជាបាត់បង់លុយកាក់ពាក់ព័ន្ធជាមួយនឹង crypto ដោយសារតែកម្មវិធីនេះអញ្ចឹងយើងផងប្រយ័ត្នទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កម្មវិធីផ្សេងៗក៏ដូចជាការលុកចូលទៅកាន់ website ផ្សេងៗដែលមិនស្គាល់អត្តសញ្ញាណដែលមិនស្គាល់ page របស់គឺវាអាចនឹងមានគ្រោះថ្នាក់ដល់យើងផងដែរជាពិសេសអ្នកដែលប្រើប្រាស់ crypto wallet ហ្នឹងដែលយើងប្រើប្រាស់ជា extension ជាអីហ្នឹងអាហ្នឹងវាសិតតែអាចរងគ្រោះថ្នាក់បើសិនជាយើងចុច link ព្រមដែរឬក៏យើងចូលទៅកាន់ website ណាដែលយើងអត់ច្បាស់លាស់អីចឹងទៅអូខេអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ដែលចង់ធ្វើការចូលរួមជួយនឹងអាណាចក្រ community របស់យើងនៅលើ Telegram ដែលគ្នាអាចធ្វើការ scan ដើម្បីតាក់ទងទៅកាន់អាណាចក្រ support ឬក៏អាចចុច link ដែលខ្ញុំដាក់នៅខាងក្រោម comment ដូចគ្នាដើម្បីសួរព័ត៌មានបន្ថែមឬក៏របៀបចូលផ្សេងៗជាដើម